ចឹង facilitator យើងអាចចាប់ផ្ដើមមើលណាថាតើយើងមានសំណួរចម្លើយឬក្នុង chat box អីដែរទេយើងជួយមើលគ្នាមកណា ចឹងនាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវេក្មិនកិត្តិយសលោកយមសវណ្ណារាសម្រាប់ការឡើងធ្វើបទបង្ហាញដែលបានបញ្ចប់ទាំងស្រុងដោយក្បោះក្បាយនិងមានអត្ថន័យទៅលើប្រធានបទរួមគ្នាបញ្ឈប់ឈប់គឺជួយសង្គ្រោះជីវិតតាមរយៈការរកឃើញឲ្យបានលឿននិងផ្ដល់ការថែទាំឲ្យបានឆាប់ចំពោះអ្នកជំងឺដែលមានឈុកដោយការបង្ករោគនេះពេលអំមិញនេះឥឡូវនេះប្រសិនបើលោកគ្រូអ្នកគ្រូសិក្ខាកាមនិងនិស្សិតទាំងអស់គ្នាមានសំណួរអាចបើកម៉ូតសួរទៅកាន់វេក្មិនដោយផ្ទាល់ឬក៏សរសេរសំណួរទៅក្នុងប្រអប់សារដែលយើងនឹងមានរយៈពេល20នាទីសម្រាប់វគ្គសំណួរចម្លើយសូមគោរពអញ្ជើញ ជំរាបសួរលោកគ្រូខ្ញុំចង់ធ្វើកិច្ចការជាមួយនឹងការប្រើសរោមខ្ញុំច្បាស់ថាយើងប្រើRanger Latte ឬក៏ Design លោកគ្រូ បាទសូមអរគុណច្រើនអ្នកគ្រូចឹងសំណួររបស់អ្នកគ្រូចង់សួរថា septic shock មែនទេអ្នកគ្រូថាតើប្រើសរោមមួយណាមិនចឹងទេអ្នកគ្រូចង់សួរអញ្ចឹងឬក៏សួរថាម៉េចដែរអ្នកគ្រូសូមបញ្ជាក់សំណួរមួយសារទៀតបាទ ខ្ញុំចង់សួរថាករណីដែលយើងព្យាបាលជំងឺ septic shock ហ្នឹងតើយើងត្រូវធ្វើយ៉ាងណាលោកគ្រូស្ដាប់ដូចអត់ច្បាស់ អូខេបាទអរគុណបាទសូមអញ្ជើញបន្ថែមអ្វីដែលអត់ច្បាស់មកអ្នកគ្រូបាទស្រួលជជែកគ្នា ខ្ញុំស្ដាប់បានថាលោកគ្រូឬក៏ថែតែដល់ពេលស្ដាប់វគ្គក្រោយថាយើងត្រូវ Design វិញអញ្ចឹងខ្ញុំអត់ច្បាស់លោកគ្រូ អូខេអរគុណច្រើនមែនតើបាទអ្នកគ្រូសំណួររបស់អ្នកគ្រូពិតជាល្អហើយតាមដានកិច្ចការបង្រៀនរបស់ខ្ញុំនៅថ្ងៃនេះបានល្អបាទសង្ឃឹមបន្ទាប់ពីនេះអ្នកគ្រូនឹងច្បាស់លាស់ជាងអ្វីដែលយើងនៅសពេចសពិលអញ្ចឹងណាបាទទី1 septic shock គឺយើងធ្វើការសង្គ្រោះបន្ទាន់ដោយប្រើប្រាស់សេរ៉ូមគេហៅ crystalloid ឡាក់តាតឬក៏ NSS ណាគ្រូហើយយើងប្រើ30 mg per kilogram per hour ណាបាទប្រើតែពីរហ្នឹងទេគឺប្រើតែពពួក crystalloid ទេដាច់ខាតអត់ឲ្យប្រើ D5W ឬក៏សេរ៉ូមផ្អែមអីទេបាទបើមិនអញ្ចឹងទេគឺអ្នកជំងឺអត់បានជួយបញ្ចូលជាតិទឹកទាំងអស់ហ្នឹងជាពិសេសពពួកសារជាតិសូដ្យូមប៉ូតាស្យូមហ្នឹងសារជាតិចិញ្ចឹមមួយចំនួនហ្នឹងទៅដល់សរីរាង្គកាយឲ្យបានគ្រប់គ្រាន់ទេប៉ុន្តែខ្ញុំជឿថាអ្នកគ្រូប្រហែលជារៀងច្រឡំបន្តិចនៅពេលដែលខ្ញុំមកនិយាយអំពីថ្នាំ adrenaline ឬក៏ noradrenaline ថ្នាំ adrenaline ឬក៏ noradrenaline នោះបានយើងទៅលាយវាណាគឺខ្ញុំអនុញ្ញាតឲ្យប្រើតែខ្ញុំសូមអធិស្ឋានខ្ញុំប្រើចេះវិញខ្ញុំបានណែនាំ adrenaline ឬក៏ noradrenaline មកហ្នឹងនេះបាទខ្ញុំបានណែនាំណានៅពេលដែលយើងឲ្យទឹកហើយអ្នកជំងឺគាត់អត់ឆ្លើយតបទៅនឹងទឹកដែលយើងឲ្យទេបានន័យថាសម្ពាធឈាមនៅតែទាបអត់ឡើងណាអញ្ចឹងគ្រូពេទ្យតម្រូវឲ្យប្រើ noradrenaline ឬក៏យើងអត់មាន noradrenaline ទេយើងប្រើadrenaline តែម្ដងក៏បានដែរនោះហើយដែលលាយថ្នាំ noradrenaline ឬក៏ adrenaline គឺបានតែក្នុងទឹកសេរ៉ូមប្រៃឬក៏ទឹកសេរ៉ូមផ្អែម 5% តែប៉ុណ្ណោះនេះគឺសម្រាប់ថ្នាំណាគ្រូបាទអញ្ចឹងគឺយើងបាញ់ថ្នាំឧទាហរណ៍ថ្នាំ adrenaline មាន1 mg ក្នុង1 ml បាននៅក្នុង1អាំពូលមាន1 ml ទេហើយក្នុង1 ml ហ្នឹងមាន1 mg អញ្ចឹងលោកអ្នកគ្រូត្រូវតែបាញ់ថ្នាំហ្នឹង2អាំពូលចូលទៅក្នុងទឹកសេរ៉ូមប្រៃ 0.9% ក៏បានឬក៏ទឹកសេរ៉ូមផ្អែម 5% D-W នេះក៏បានបាទអញ្ចឹងពីរហ្នឹងទេបាទមិនដែរណាគ្រូអាចទទួលយកចម្លើយនឹងបានទេអញ្ចឹងបានន័យថានៅកំឡុងពេលដែលយើងជួយសង្គ្រោះដំបូងបំផុតគឺយើងប្រើតែ Ranger Latte ជាមួយ NS ទេប៉ុន្តែនៅដំណាក់កាលដែលលាយ Adrenaline បានយើងអាចប្រើDesign បានអញ្ចឹងលោកគ្រូណោះបាទអ្នកគ្រូនេះគឺដោយសារដែលខ្ញុំបានជជែកគ្នាជាមួយអ្នក pharmacist ណា pharmacist ដោយសារខ្ញុំមានពេលដែលខ្ញុំធ្វើកិច្ចការងារហ្នឹងគឺខ្ញុំចូលរួមច្រើនណាមានទាំងអ្នកជំនាញផ្នែកជំងឺឆ្លងមានទាំងជំនាញផ្នែក pharmacist មានទាំងជំនាញផ្នែកថែទាំគឺពួកយើងចូលរួមគំនិតគ្នាទាំងអស់យកមកជជែកវែកញែកគ្នាណាឲ្យលំអិតមែនតើសូម្បីតែរបៀបប្រើថ្នាំយ៉ាងម៉េចគឺពួកខ្ញុំព្យាយាមជ្រើសរើសយក
evidence based best practice ចុងក្រោយបំផុតហើយនឹងត្រូវទៀតណាអញ្ចឹងការងារនេះគឺខ្ញុំបានជជែកជាមួយ pharmacist គាត់នឹងគឺជា clinical pharmacist គាត់ជំនាញផ្នែកថ្នាំនឹងតែម្ដងអញ្ចឹងគឺគាត់ណែនាំឲ្យប្រើបែបហ្នឹងអញ្ចឹងណាបាទអ្នកគ្រូបាទសូមអរគុណប៉ុន្តែ resuscitation ដឹងហើយអ្នកគ្រូណាគឺយើងប្រើតែ crystalloid ទេដែល crystalloid ហ្នឹងគឺជា NSS ឬក៏ជា lactate ranger អូខេបាទបាទអរគុណច្រើនអ្នកគ្រូបាទសូមអញ្ជើញមានសំណួរទៀតទេបាទខ្ញុំបើកសំណួរទៀតណាអាចមានជជែកគ្នាបានទោះបីសំណួរខ្លះវាពាក់ព័ន្ធស៊ីជម្រៅក៏ដោយក៏យើងចង់ដឹងក៏យើងអាចជជែកគ្នាបានដែរឧទាហរណ៍លោកគ្រូអ្នកគ្រូមានឆ្ងល់ទេដែលខ្ញុំថាឥឡូវមានពេលណាមិនបានឲ្យលោកគ្រូអ្នកគ្រូបូមឈាមផងមើលទឹកនោមផងអីអញ្ចឹងណាប៉ុន្តែខ្ញុំជឿថាប្រហែលជាលោកគ្រូអ្នកគ្រូពិបាកឆ្ងល់តិចដោយសារយើងធ្វើការនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យស្រុកប៉ុន្តែខ្ញុំឃើញមិញមាន microbiology ភាគច្រើនដែរខ្ញុំមិនដឹងថាតើជា microbiology នៅមន្ទីរពេទ្យឯកជនឬក៏យ៉ាងណាទេអញ្ចឹងណាហេតុអីបានជាខ្ញុំបានណែនាំថាយ៉ាងហោចឲ្យបូមឈាមផងទឹកនោមផងហ្នឹងយកមកមើលមានឆ្ងល់ទេកន្លែងហ្នឹងបើយើងនៅមានពេលអាចជជែកគ្នាបានដែរណាបាទអញ្ចឹងបន្តសំណួរតទៀតណាសូមអញ្ជើញគ្រប់ជើងលោកអ្នកគ្រូឬបងប្អូនមានសំណួរឬក៏ចម្ងល់ទេឡូជំរាបសួរលោកគ្រូបាទជំរាបសួរលោកគ្រូខ្ញុំមានចម្ងល់មួយឧទាហរណ៍ថាអ្នកជំងឺហ្នឹងគាត់មាន shock septic shock ប៉ុន្តែយើងផ្ដល់ NS ជាមួយនឹង lactate ហើយប៉ុន្តែគាត់អត់មានឡើងសម្ពាធឈាមទេហើយបន្តមកទៀតយើងក៏ប្រើ adrenaline ឬក៏ epinephrine នោះលាយជាមួយនឹង NS ឬក៏ deseng 500 ml 2 អំពូលអីចឹងទៅលោកគ្រូបាទប៉ុន្តែក្នុងលក្ខខណ្ឌនោះយើងធ្វើតាមលក្ខខណ្ឌបែបនោះហើយប៉ុន្តែសម្ពាធឈាមនៅតែអត់ឡើងទៀតណាលោកគ្រូអានឹងយើងគួរតែបន្ថែមយ៉ាងណាឬមួយក៏យើងគួរតែប្រើវិធីសាស្ត្រយ៉ាងណាទៀតលោកគ្រូអរគុណច្រើនបាទអូខេអរគុណច្រើនលោកគ្រូបាទសំណួរដែលល្អមែនតើហើយប្រហែលជាលោកគ្រូប្រហែលជាធ្វើការនៅផ្នែកនឹងខ្លះដែរមើលទៅអញ្ចឹងណាបាទអញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់យើងទៅមើលnorepinephrine ឬក៏ adrenaline របស់យើងឡើងវិញសូមអធិស្ឋានបាទសូមអធិស្ឋានយើងទៅបើកថ្នាំនឹងសិនបាទអរគុណច្រើនលោកគ្រូចំពោះសំណួរដ៏ល្អបែបនេះអញ្ចឹងលោកគ្រូដឹងហើយថាnorepinephrine ឬក៏ noradrenaline ឬក៏ adrenaline ដែលជាជម្រើសរបស់យើងអត់មានគឺយើងប្រើទៅតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យដែលខ្ញុំបានជម្រាបពីខាងដើមមុនហ្នឹងខ្ញុំសូមឲ្យមើលកន្លែងនេះនៅអនកន្លែងនេះបាទអញ្ចឹងយើងឲ្យទៅតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យជាទូទៅគ្រូពេទ្យច្រើនតែតាមដោយមីក្រូក្រាមណាបាទប៉ុន្តែ2មីក្រូក្រាមគាត់អាចតឡើងឬក៏បញ្ចុះរៀងរាល់15នាទីម្ដងឲ្យរៀងរាល់15នាទីម្ដង target របស់យើងគឺ MAP លើសពី65បាទ65ទៅម្ដុំ75នេះថាយើងត្រូវតាមដានហើយពេលណាយើងឲ្យadrenaline តាម titration ហ្នឹងគឺយើងត្រូវតែតាមដានហើយបើសិនជា BP ហ្នឹងពេលយើង calculate MAP យើងអត់ទាន់បានទេ15នាទីក្រោយលោកគ្រូពេទ្យគាត់នឹងអាចតឡើងទៅ4ណាឡើងទៅ4អត់ឡើងទៀតតឡើងទៅ6ឡើងទៅ10អីចឹងទៅណាប៉ុន្តែបើករណីលោកគ្រូថាអត់ឡើងអត់ឡើងទេគ្រូអត់ឡើងនៅតែមិនឡើងណាអញ្ចឹងលោកគ្រូពេទ្យដូរយុទ្ធសាស្ត្រហើយអត់ឲ្យដូចមុនទៀតទេណាអត់ឡើងម្ដង2អត់ឡើងម្ដង4អីទៀតទេណា
ហើយយើងថាឡើងអស់នោះត្រឹម10ចុះណាមុនហ្នឹងករណីដូចលោកគ្រូមិញហ្នឹងគឺគេត្រូវតែឡើងទៅដល់20ទៅ25មីក្រូក្រាមគ្រូពេទ្យគាត់អ្នកតឡើងទេណាយើងអាចតឡើងដល់ហ្នឹងហើយលោកគ្រូថាចុះតឡើងដល់ពេលណាណាធ្វើម៉េចណាគឺតឡើងធ្វើម៉េចឲ្យ target MAP ហ្នឹងវានៅក្នុងចន្លោះពី65ទៅ75ហើយដើម្បីបាន MAP លោកគ្រូត្រូវតាមដានវាយដាសាញហើយមិនអញ្ចឹងយក systolic គុណនឹងបូកនឹង2ដងនៃ diastolic ចែកឲ្យ3ហ្នឹងអញ្ចឹងយើងឃើញថាតើវានៅដល់កម្រិតហ្នឹងអត់អញ្ចឹងលោកគ្រូតាមដានចុះលោកគ្រូដល់ពេលណាបើដល់ទៅគេអត់តទៀតទេលោកគ្រូពេទ្យអាច titrate បន្ថយទៅតាមនឹងមកណាបើដល់តែបើអត់ដល់ទេលោកគ្រូពេទ្យគាត់នឹងនៅតែប្រឹងតឡើងអញ្ចឹងតឡើងរហូតដល់កម្រិតហ្នឹងបាទតឡើងដល់កម្រិតហ្នឹងហើយតម្លើងដល់កម្រិតហ្នឹងគឺតម្លើងដល់រយៈពេលប្រហែលរហូតដល់48ម៉ោងបាទរហូតដល់48ម៉ោងអញ្ចឹងបើសិនជាអត់ឡើងទៀតទេអ្នកជំងឺគាត់បានន័យថាជាទូទៅបើអ្នកជំងឺនៅអាចមានលទ្ធភាពសង្គ្រោះបានគាត់នៅក្នុងកម្រិតហ្នឹងគឺយើងជួយឲ្យឡើងដល់20ទៅ25តែបើសិនតែមិនឡើងទេសញ្ញានៃការគ្រោះថ្នាក់របស់គាត់ធ្ងន់ធ្ងរមែនតើហើយអញ្ចឹងណាលោកគ្រូបាទបាទអរគុណច្រើនលោកគ្រូ បាទអរគុណបាទអញ្ចឹងថាតើនៅមានសំណួរទៀតដែរទេបាទលោកគ្រូសូមមានសំណួរទៀតបាទជំរាបសួរលោកគ្រូថាអញ្ចឹងយើងកំណត់សម្ព័ន្ធថាជំងឺសភាពឈាមចុះឬក៏ចង្វាក់ដង្ហើមឡើងបានយើងថាគាត់ប្រឈមមុខជាមួយនឹងseptic shock ចុះអ្នកជំងឺអ្វីដែលគាត់ប្រឈមមុខជាមួយនឹងការដែល septic shock នឹងច្រើនជាងគេណាបាទអរគុណច្រើនអ្នកគ្រូបាទកុំភ្លេចណាបាទលោកគ្រូអ្នកគ្រូទាំងអស់គ្នាត្រូវចាំថាសញ្ញានៃការចង្វាក់ដង្ហើមញាប់សម្ពាធឈាមចុះណាគឺមិនមែនមានតែ septic shock ទេណាអញ្ចឹងគឺវាមានសញ្ញាផ្សេងគ្នាណាឧទាហរណ៍cardiogenic shock ឧទាហរណ៍hypovolemic shock ឬក៏អី shock ផ្សេងគឺភាគច្រើនគឺចង្វាក់ដង្ហើមញាប់សម្ពាធឈាមទាបនឹងហើយមិនអញ្ចឹងហ៎ប៉ុន្តែចុះមិនដែលហៅថា septic shock មិនទៅណាលោកគ្រូអ្នកគ្រូត្រូវមើលអ្នកជំងឺគាត់មាន infection អត់គាត់មាន infection ណាមួយអត់ណាឧទាហរណ៍ដូចខ្ញុំនៅក្នុង case study របស់ខ្ញុំចឹងថាគាត់ជាប្រភេទជំងឺរលាកសួតឬក៏គាត់ជាប្រភេទជំងឺបង្ករោគនៅក្នុងពោះវៀនឬក៏ជាប្រភេទបង្ករោគនៅក្នុងទឹកស្រោមខួរឬក៏គាត់ជាប្រភេទបង្ករោគនៅផ្លូវបង្ហូរនោមឬក៏ជាប្រភេទបង្ករោគបានន័យថាបង្ករោគនៅកន្លែងណាមួយដោយលោកគ្រូអ្នកគ្រូទៅចាំថាត្រូវចាប់ផ្ដើមដោយមានការបង្ករោគសិនណាពេលណាមានការបង្ករោគ immune system យើងគេចាប់ផ្ដើមទៅវាយលុកសម្លាប់អាមេរោគទាំងអស់ហ្នឹងแล้วផ្ទុយទៅវិញមេរោគវាច្រើនពេកវាសម្លាប់អត់អស់ទេអញ្ចឹងហើយបានគេហៅធ្វើ cytokine storm ហ្នឹងដែលសារធាតុគីមីទាំងអស់ប្រឹងបញ្ចេញមកហ្នឹងបញ្ចេញទៅវាទៅជាជំងឺហ្នឹងvasodilation បានន័យថាសរសៃឈាមទូចទាំងអស់រីកទាំងអស់ដល់អញ្ចឹងអាឈាមនេះដែលសម្បាច់ទៅចិញ្ចឹមសរីរាង្គកាយហ្នឹងគឺវាអត់បានដល់ទេអញ្ចឹងហើយធ្វើឲ្យខូច organ បានធ្វើឲ្យខូចនៅសរីរាង្គកាយរបស់យើងដែលមានតម្រងនោមមានខួរក្បាលមានសួតមានអីហ្នឹងអញ្ចឹងណាបាទចឹងហើយអាហ្នឹងហើយបានជាគេហៅ sepsis ហ្នឹងហើយដល់ពេល septic shock ហ្នឹងពេលយើងឲ្យទឹកឲ្យអីប៉ុណ្ណឹងអត់ឡើងទេភាគច្រើនគឺ sepsis ដែលបង្កដោយមេរោគហើយវាទៅជា sepsis ហ្នឹងគឺភាគច្រើនឲ្យទឹកហើយក៏នៅមិនឡើងទេតើតែយើងថែម vasopressor តទៅទៀតបានឡើងអញ្ចឹងណាអ្នកគ្រូអញ្ចឹងអ្វីដែលយើងចំណាំត្រូវទី1ឲ្យដឹងថាតើអ្នកជំងឺមានការបង្ករោគនៅកន្លែងណាមួយសិនហើយបន្ទាប់មកការបង្ករោគហ្នឹងហើយឈានទៅរកធ្វើឲ្យសរីរាង្គរបស់យើងមួយចំនួនដែលវាអត់ដំណើរការអាហ្នឹងហើយដែលគេហៅថាsepsis ហើយឈានទៅរក septic shock ហ្នឹងមិនដែរអ្នកគ្រូទទួលយកបានទេមានអារម្មណ៍ថានៅរៀងសុខសប្បាយលោកបានសពេចកន្លែងណាសួរអ្នកគ្រូបញ្ជាក់វិញអាហ្នឹងបានសួរខ្ញុំជួយសង្កត់ឲ្យចំហ្មងសពេចកន្លែងណាដែរអ្នកគ្រូសពេចសពិលអញ្ចឹងបានន័យថាវាអត់កំណត់ទៅលើថាអ្នកជំងឺណាមួយដែលងាយឆ្លងហើយយើងត្រាតែជំងឺហ្នឹងបានបង្ករោគនៅកន្លែងណាមួយបានយើងយកការបង្ករោគរបស់យើងហ្នឹងយកមកវិភាគលើ septic shock ហ្នឹងមែនបាទខ្ញុំគិតថាអ្នកគ្រូរៀងនៅសពេចសពិលបន្តិចមែនជួនកាលខ្ញុំអត់ទៅស៊ីជម្រៅតាក់ទងនឹង
ការធ្វើប៉ាន់ប្រមាណហ្នឹងគ្រូការធ្វើប៉ាន់ប្រមាណជារបៀបប្រមូលរាល់ព័ត៌មានទាំងអស់នៅក្នុងនឹមបានគេថាទាំង static data ទាំង objective data ទាំង risk group អញ្ចឹងទៅណាអញ្ចឹងអាហ្នឹងខ្ញុំអត់និយាយទេគឺខ្ញុំនិយាយនៅកន្លែងនេះគឺឲ្យតែអ្នកជំងឺមានការបង្ករោគហើយយើងព្យាបាលការបង្ករោគនឹងអត់បានត្រឹមត្រូវវាវិវត្តទៅជាបានន័យថាមុនដំបូងអ្នកជំងឺហ្នឹងគាត់ localized infection បានន័យថាការបង្ករោគនៅកន្លែងទេប៉ុន្តែការគ្រប់គ្រងព្យាបាលរបស់យើងអត់បានត្រឹមត្រូវមេរោគហ្នឹងវាជ្រាបចូលទៅក្នុងឈាមបាទពេលជ្រាបចូលទៅក្នុងឈាមអាហ្នឹងគេហៅ systemic infection ហើយរលាកបានន័យថាវាបង្ករោគទៅជាប្រព័ន្ធឥឡូវខ្ញុំឧទាហរណ៍ថាជំងឺរលាកសួតមួយពេលអ្នកជំងឺរលាកសួតវាអាចបង្ករោគដោយជំងឺបាក់តេរីផ្សេងច្រើនណាបាទភាគច្រើនពួកអីគេ strep pneumonia អញ្ចឹងចាស់ប៉ុន្តែករណីស្រុកខ្មែរយើងអាចដែរនៅក្នុងរដូវភ្លៀងណារដូវភ្លៀងហើយអ្នកជំងឺគាត់មានជំងឺទឹកនោមផ្អែមណាបានជំងឺទឹកនោមផ្អែមអញ្ចឹងជួនកាលគាត់អាចជាគេហៅថាមិន strep pneumonia ទេវាអាចទៅជាពួកជំងឺ melioidosis ដែលបង្កឡើងដោយពួក Bacteria pseudomallei ឃើញទេចឹងបានន័យថាយើងខំព្យាបាល strep pneumonia ហ្នឹងយើងឲ្យ ceftriaxone ឲ្យបុក5ថ្ងៃតែតាមពិតវាជាពួក melioidosis triazone អត់មានន័យខ្លឹមសារទេចឹងជំងឺ localized infection នៅក្នុងសួតណាវាចាប់ដើម spreading បានន័យវាចាប់ដើមបង្កើតកូនចៅច្រើនមែនតើប្រព័ន្ធការពារយើងទប់លែងឈ្នះហើយពីព្រោះអត់មានថ្នាំណាទៅសម្លាប់វាហ៎វាចាប់ដើមចូលក្នុងសរសៃឈាមយើងឃើញទេចឹងហើយនេះចេញពីកន្លែងដែលវាបង្ករោគនៅសួតនេះហើយបន្ទាប់មកវាជ្រៀតចូលនៅក្នុងឈាមហ្នឹងអានឹងហើយដែលជា systemic infection បានជាការបង្ករោគជាប្រព័ន្ធអញ្ចឹងណាអ្នកគ្រូអាហ្នឹងដែលខ្ញុំនិយាយថាការគ្រប់គ្រងការបង្ករោគអត់បានត្រឹមត្រូវអត់ល្អអីហ្នឹងគឺចង់និយាយអញ្ចឹងហើយនេះពេលវាចេញទៅជា systemic infection នេះដែលគេហៅថា sepsis ហ្នឹងណាអ្នកគ្រូបាទហ្នឹងហើយដែលយើងចង់និយាយអញ្ចឹងណាបានន័យថាវាទី1វាបង្ករោគសិនទោះបីបង្ករោគនឹងនៅកន្លែងណាក៏ដោយសូមបញ្ជាក់ម្ដងទៀតនៅសួតឬក៏នៅផ្លូវបង្ហួរនោមឬក៏នៅលើស្បែកឬក៏នៅភ្នែកនៅត្រចៀកនៅកន្លែងណាក៏ដោយតែអាបង្ករោគនឹងយើងគ្រប់គ្រងអត់បានល្អយើងព្យាបាលអត់បានត្រឹមត្រូវហើយអាបង្ករោគនឹងវាចាប់ផ្ដើមជ្រាបចូលក្នុងសរសៃឈាមអាហ្នឹងហើយគេហៅ sepsis ណាអ្នកគ្រូបាទចាគ្រូចាបាទអរគុណច្រើនបាទមានអីទៀតទេអ្នកគ្រូខ្ញុំឧទាហរណ៍មួយទៀតចាឥឡូវយើងនេះចា cellulitis ឧទាហរណ៍ cellulitis យើងឡើងក្រហមលាកនៅជើងមើលទៅក្រហមប៉ោងណាអញ្ចឹង cellulitis ហ្នឹងក៏ជា local infection ដែរគឺជាការបង្ករោគនៅនឹងកន្លែងលាកសាច់ដុំរបស់យើងនៅជើងផ្ទុយទៅវិញបើវាបង្កដោយពួក Staph aureus ហើយពួក Staph aureus តែវាទៅជា MRSA ទៅទៀតជាប្រភេទ Staph ដែល resistant ជាមួយនឹងថ្នាំធម្មតាទៀតអញ្ចឹងយើងឲ្យឧទាហរណ៍យើងថា Staph aureus យើងឲ្យតែ cloxacillin ទៅបាត់ហើយណាប៉ុន្តែផ្ទុយទៅវិញអាពួកហ្នឹងវាជា MRSA វា multicillin resistant Staphylococcus aureus វាចឹងវាគ្រប់គ្រងអត់បានវាទៅជាអា local infection វាទៅជា spreading វាចាប់ផ្ដើមបង្កើតកូនចៅមេរោគហ្នឹងវាច្រើនវាចូលទៅក្នុងឈាមឃើញទេចឹងអាហ្នឹងអាដែលខ្ញុំប្រាប់ថាអាគ្រប់គ្រង local infection ហ្នឹងអត់បានហ្នឹងអាហ្នឹងដែលវាទៅ sepsis ហើយ sepsis ស្រួលណាស់ទី1គឺបង្ករោគអ្នកគូទៅចាំទី1បង្ករោគសិនហើយមានបង្ករោគហើយទៅធ្វើឲ្យខូច organ ផ្សេងរបស់យើងដែលឈានទៅរកការគំរាមកំហែងដល់ជីវិតដែលធ្វើឲ្យស្លាប់ហ្នឹងណាពីព្រោះដូចខ្ញុំបញ្ជាក់ពីខាងដើមហ្នឹងកាលណាបង្ករោគធម្មតា cytokine storm យើង immune system យើង cytokine storm ឲ្យតែមានអីមកគឺវាប្រឹងតែចេញទប់សម្លាប់ហើយតែបើទប់សម្លាប់ទប់មិនជាប់ទេទៅជារលាកសរសៃឈាមដល់រលាកសរសៃឈាមប្រព័ន្ធឈាមយើងចាប់ផ្ដើមថយអញ្ចឹងអុកស៊ីហ្សែនហើយនឹងសារជាតិចិញ្ចឹមផ្សេងអត់បានទៅដល់ organ ផ្សេងទេដូចជាតម្រងនោមសួតខួរក្បាលអីអញ្ចឹងណាអញ្ចឹងហើយហ្នឹងហើយដែលឈានទៅរកអ្នកយើងស្លាប់ហ្នឹងបាទមិនដែរអ្នកលោកគ្រូបាទសូមអធិស្ឋានលោកគ្រូអ្នកគ្រូចំពោះពេលវេលាដ៏មានតម្លៃដោយសារម៉ោងយើងលើសម៉ោងរៀងគួរសមដែរសម្រាប់សំណួរ
ដូចជាខ្ញុំអធិស្ឋានលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅទីនេះក៏ដូចជាលោកគ្រូសវណ្ណារាផងយើងសូមបិទបញ្ចប់វគ្គសួរសំណួរនៅពេលនេះហើយបើសិនជាលោកគ្រូអ្នកគ្រូមាននៅតែមានចម្ងល់អាចត្រឡប់សំណួរចូលទៅក្នុងក្រុម Telegram ហើយក្រុមការងារនឹងព្យាយាមឆ្លើយសំណួរតាម